បាទនេះគឺជារបៀប download និង install បាទអញ្ចឹងទី1យើងចុចទៅសញ្ញាព្រួយនេះដើម្បីឲ្យ download បែបហ្នឹងអូខេនៅពេលដែលវា download ចប់បាទយើងចុចវាមួយទៀតមកដើម្បី install បាទរបៀប install យើងមើលតាមនេះទេបាទវាអាចនឹងខុសគ្នាតិចតួចតែយើងព្យាយាមមើលទេបាទយើងចុចតាមហ្នឹងមកបាទនៅចំណុចនេះចុចខាងលើនេះវិញបាទវាអាចនឹងខុសគ្នាតិចតួចទៅតាមប្រភេទទូរស័ព្ទបាទអូខេដាន់អញ្ចឹងរួចហើយបាទនៅពេលដែលយើងបើក app ភ្លាមវាជា license យើងដាក់ license វាតែម្ដងទៅគឺវាប្រើបានទេបងបាទអរគុណ